ថ្ងៃនេះចុងភៅសុំឆ្ងល់មួយថាហេតុអីបានហៅសម្លនេះជាសម្លម្ជូរយួនហើយសម្លនេះសម្លខ្មែរយើងតានាំគ្នាដូរឈ្មោះសម្លនេះមួយដឹងបងប្អូនហើយពេលធ្វើសម្លនេះបងប្អូនចង់ឈ្ងុយបងប្អូនលីងគល់សក្រីរំដេងហើយនឹងស្លឹកក្រូចឲ្យឈ្ងុយជាមុនសិនហើយបន្ទាប់មកទៀតចាំបងប្អូនចាក់សាច់ចូលបើបងប្អូនធ្វើបែបនេះគឺឈ្ងុយជាងបងប្អូនដាក់ដាំទឹកហើយយើងបង់គ្រឿងចឹងទៅគឺវាអត់សូវឈ្ងុយទេអញ្ចឹងនៅពេលដែលយើងលីងគ្រឿងជាមួយនឹងគល់សក្រីនេះលីងសាច់មាន់នេះគឺវាធ្វើឲ្យសាច់របស់យើងនេះចូលជាតិល្អហើយឈ្ងុយគ្រឿងខ្លាំងមែនទែនអញ្ចឹងគ្រឿងសម្លម្ជូរយួនយើងគឺមានដូចជាគល់ក្រីរំដេងហើយនឹងស្លឹកក្រូចបើសិនជាបងប្អូនអត់មួយណាក៏វាអត់សូវឈ្ងុយធ្វើឲ្យសម្លរបស់យើងអត់សូវឈ្ងុយអញ្ចឹងនៅពេលដែលបងប្អូនកូរសាច់មាន់នេះកូរវាឲ្យឆ្អិនបើសិនជាសាច់មាន់យើងចេញទឹកកូរវាឲ្យរាងស្ងួតទឹកបន្តិចចឹងទៅហើយយើងថែមដូចជាអំបិលហើយជាមួយនឹងម្សៅស៊ុបបន្តិចចឹងណាឲ្យវាមានជាតិនៅពេលដែលវាមានជាតិហើយចាំបងប្អូនចាក់ទឹកចូលបន្ទាប់ពីយើងចាក់ទឹកចូលហើយយើងដាក់ដាំវាឲ្យពុះមកចាំបងប្អូនបង់បន្លែអញ្ចឹងសាច់មាន់របស់យើងឆ្អិនតាមម្ដងយើងមិនដាក់លម្ងាស់យូរទេគឺខ្ញុំដាក់ជាមួយនឹងម្នាស់ចូលតាមម្ដងអញ្ចឹងបន្លែរបស់ខ្ញុំគឺមានម្នាស់មានតឡាចហើយខ្ញុំលងាស់ម្នាស់ហើយនឹងតឡាចនឹងឲ្យវាបានឆ្អិនមកល្មមសិនដោយសារតែម្នាស់ហើយនឹងតឡាចយើងត្រូវការដាក់មុនចាំពេលតឡាចហើយនឹងម្នាស់របស់យើងនេះចិត្តឆ្អិនល្អចាំយើងដាក់ពេញប៉ោះចូលហើយបន្តមកទៀតខ្ញុំក៏មានផ្សិតដែរអញ្ចឹងអ្នកខ្លះគឺគេអត់សឡដាក់ផ្សិតទេតែសម្រាប់នាងខ្ញុំគឺនាងខ្ញុំចូលចិត្តផ្សិតដាក់ជាមួយនឹងសឡម្ជូរយួនអញ្ចឹងសម្រាប់បន្លែសាច់បងប្អូនអាចធ្វើទៅតាមចំណូលចិត្តរបស់យើងបានដោយសារតែផ្ទះមួយគឺយើងញ៉ាំខុសគ្នាហើយបន្តមកទៀតគឺខ្ញុំប្រើជាមួយនឹងម្សៅអំពិលហើយបងប្អូនថែមគ្រឿងទៅដោយសារម្សៅអំពិលនេះគឺវាមានរសជាតិប្រៃហើយកុំភ្លេចដាក់ជាមួយនឹងប្រហុកអានេះគឺជាទឹកប្រហុកប៉ុន្តែខ្ញុំអត់មានប្រហុកខ្មែរបើសិនជាបងប្អូនមានប្រហុកខ្មែរបងប្អូនប្រើប្រហុកខ្មែរទៅហើយបន្តមកទៀតគឺខ្ញុំដាក់ប្រេងអូលីវខ្ញុំបំពងខ្ទឹមសរបស់យើងហ្នឹងហើយយើងចាប់ផ្ដើមបំពងជីអញ្ចឹងជីរបស់ខ្ញុំគឺមានគល់ដើមខ្ទឹមជាមួយនឹងម្អមហើយយើងកាត់ប្រវែងវាមកល្មមអញ្ចឹងទៅយើងឆាជាមួយគ្នាហើយចាំយើងយកទៅដាក់បើសិនជាបងប្អូនអត់ឆាក៏បានដែរប៉ុន្តែគ្រាន់តែថាជីរបស់យើងនឹងអត់សូវឈ្ងុយដូចជាយើងយកទៅលីងអញ្ចឹងទេជីរបស់យើងគឺយើងអត់លីងឲ្យវាឆ្អិនជ្រុលទេគឺយើងលីងតែវាមកល្មមដើម្បីឲ្យវាចេញក្លិនឈ្ងុយល្អដើម្បីឲ្យយើងយកទៅដាក់នៅក្នុងស្លអញ្ចឹងទៅគឺវាឈ្ងុយហើយបន្តមកទៀតគឺខ្ញុំប្រើពងចាក់លាយជាមួយនឹងស្លនឹងតែម្ដងហើយពងនេះគឺពងពណ៌សប៉ុន្តែបើសិនជាបងប្អូនចង់គោះពងមានអាពណ៌ក្រហមមានអាពណ៌សលាយគ្នាតែម្ដងក៏បានឬមួយក៏បងប្អូនចង់ស្ងោរពងដាក់ក៏បានដែរពងក្រួយបងប្អូនពងមាន់ក៏បានពងក្រួយក៏បានពងទាក៏បានសាច់តែយើងមានសម្លរបស់យើងតែប៉ុណ្ណឹងគឺឆ្អិនហើយរួចរាល់ហើយបងប្អូនអាចដាក់រៀបចំញ៉ាំអញ្ចឹងបងប្អូនអាចសាកល្បងធ្វើតាមវិធីនេះខ្ញុំបានបើសិនជាចូលចិត្តបងប្អូនកុំភ្លេចជួយ follow page ឲ្យខ្ញុំមួយផងឬមួយក៏ចុច like ចាអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដាន page របស់នាងខ្ញុំកន្លងមក